ហើយអ្វីបានជាការរៀបចំទុកដាក់របស់របរគឺជាផ្នែកមួយនៃការថែទាំសុខភាពផ្លូវចិត្តការសម្អាតនិងរៀបចំរបស់របរឲ្យមានសណ្ដាប់ធ្នាប់មិនមែនគ្រាន់តែដើម្បីឲ្យផ្ទះមើលទៅស្អាតប៉ុណ្ណោះទេប៉ុន្តែវាអាចជួយកាត់បន្ថយស្ត្រេសផ្ដល់អារម្មណ៍ថាអ្នកអាចគ្រប់គ្រងស្ថានភាពជុំវិញខ្លួនបាននិងធ្វើឲ្យសុខភាពផ្លូវចិត្តល្អប្រសើរក្នុងសម័យកាលដែលយើងម្នាក់តែងតែមានអារម្មណ៍តានតឹងការរស់នៅក្នុងបរិយាកាសដែលពោរពេញដោយភាពញ៉ៃញ៉ៃអាចជាមូលហេតុបង្កឲ្យមានបញ្ហាថប់បារម្ភមួយហេតុអ្វីបានជាភាពញ៉ៃញ៉ៃប៉ះពាល់ដល់សុខុមាលភាពរបស់យើងយោងតាមការសិក្សាស្រាវជ្រាវភាពមិនរៀបរយក្នុងផ្ទះឬការិយាល័យប៉ះពាល់ក្នុងរូបភាពជាច្រើនដូចជាកាត់បន្ថយផលិតភាពការងារបរិយាកាសញ៉ៃញ៉ៃធ្វើឲ្យខួរក្បាលពិបាកផ្ដោតអារម្មណ៍និងឆាប់អស់កម្លាំងការសិក្សាបង្ហាញថាភាពមិនរៀបរយក្នុងកន្លែងធ្វើការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងការបង្អែបង្អង់ការងារនិងការថយចុះនៃក្តីរីករាយក្នុងការធ្វើការបង្កើនអរម៉ូនស្ត្រេសចំពោះស្ត្រីជាពិសេសអ្នកដែលមើលឃើញថាផ្ទះរបស់ខ្លួននៅញ៉ៃញ៉ៃតែងមានកម្រិតអរម៉ូនស្ត្រេសខ្ពស់ជាងមុននិងមានអារម្មណ៍បាក់ទឹកចិត្តក្នុងអំឡុងពេលថ្ងៃប៉ះពាល់ដល់ទម្លាប់ញ៉ាំអាហារការរស់នៅក្នុងបរិយាកាសវឹកវរអាចជំរុញឲ្យយើងញ៉ាំអាហារមិនល្អដូចជាបង្អែមឬអាហារសម្រន់ច្រើនជាងធម្មតាដោយសារតែខួរក្បាលមានអារម្មណ៍ថាបាត់បង់ការគ្រប់គ្រងគ្រោះថ្នាក់និងអនាម័យគំនូររបស់របរអាចបង្កជាគ្រោះថ្នាក់ដូចជាការជំពប់ដួលឬជាកន្លែងប្រមូលផ្ដុំនៃធូលីនិងសត្វល្អិតដែលប៉ះពាល់ដល់សុខភាពរាងកាយ 2. អត្ថប្រយោជន៍នៃការរៀបចំទុកដាក់នៅពេលអ្នកចាប់ផ្ដើមបោះចោលរបស់ដែលមិនចាំបាច់និងរៀបចំរបស់ដែលនៅសេសសល់ឲ្យមានរបៀបអ្នកនឹងទទួលបានអារម្មណ៍មានសេរីភាពការរៀបចំរបស់របរប្រៀបដូចជាការដោះបន្ទុកចេញពីស្មាដែលផ្ដល់ឲ្យអ្នកនៅអារម្មណ៍ថាមានម្ចាស់ការលើជីវិតខ្លួនឯងភាពស្ងប់ស្ងាត់ក្នុងចិត្តនៅពេលគ្មានអ្វីមករំខានភ្នែកអ្នកនឹងមានអារម្មណ៍ថាខួរក្បាលស្រឡះលែងសូវមានការរំខានដល់អារម្មណ៍ការសម្រេចបាននូវសមិទ្ធផលទោះបីជាការរៀបចំថតតូចមួយក៏ដោយវាផ្ដល់ឲ្យអ្នកនូវអារម្មណ៍ថាអ្នកបានសម្រេចកិច្ចការមួយដែលជួយបង្កើនទំនុកចិត្តលើខ្លួនឯងសរុបមកវិញការរៀបចំទុកដាក់របស់របរឲ្យមានសណ្ដាប់ធ្នាប់គឺជាវិធីសាស្ត្រដ៏សាមញ្ញប៉ុន្តែមានប្រសិទ្ធភាពក្នុងការថែទាំសុខភាពផ្លូវចិត្តចូលស្វែងរកចំណុចកណ្ដាលដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានផាសុកភាពបំផុត